ធ្វើម៉េចបានល្បីនឹងជាសំណួរដែលបងប្រុសម្នាក់គាត់បានសួរខ្ញុំនៅក្នុង YouTube អញ្ចឹងតើតូនជាមួយនឹងការធ្វើមិនបានល្បីនេះគឺខ្ញុំពិបាកប្រាប់មែនតើដោយសារតែខ្ញុំក៏អត់ទាន់ល្បីដែរបងប្អូនខ្ញុំអត់ទាន់ល្បីទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើការចែកម្លែកបងប្អូនបានគឺខ្ញុំបានឃើញនឹងធ្វើការសិក្សាស្រាវជ្រាវមកគឺមានកន្លឹះមួយចំនួនដែលអាចធ្វើការចែកម្លែកបងប្អូនដូចគ្នាដែរដើម្បីយកទៅអនុវត្តព្រោះខ្ញុំក៏កំពុងតែធ្វើការអនុវត្តដូចគ្នាដែរដើម្បីល្បីគឺទី1បងប្អូនត្រូវរើស content ដែលបងប្អូនចង់ល្បីសិនមានថារើស niche សិនថាបងប្អូនចង់ល្បីទៅលើផ្នែកមួយណាបងប្អូនចង់ល្បីទៅលើការប្រាត់ចម្រៀងគឺបងប្អូនធ្វើនិពន្ធចម្រៀងដូចបានដែរអីគាត់ល្បីខាងចម្រៀងជារវិតអីគាត់ល្បីខាងចម្រៀងចឹងទៅបងប្អូនល្បីទៅលើការធ្វើកំ pl ែងចឹងបងប្អូនត្រូវផលិតតាក់ទងជាមួយនឹងកំ pl ែងបងប្អូនចង់ល្បីទៅលើការធ្វើម្ហូបបងប្អូនធ្វើមេតិកាធ្វើពីម្ហូបអញ្ចឹងមានថាបងប្អូនត្រូវរើសអ្វីដែលបងប្អូនចង់ធ្វើសិនតើបងប្អូនចង់ធ្វើទៅលើផ្នែកមួយណាបាទយើងមិនមែនតែធ្វើទូទៅទេអញ្ចឹងយើងពិបាកក្នុងការល្បីព្រោះអ្នកល្បីពីច្រើនគាត់ផ្ដោតទៅលើអ្វីដែលគាត់កំពុងតែធ្វើគាត់ស្រឡាញ់បាទចំណុចទី1ហើយចំណុចទី2គឺបងប្អូនត្រូវបង្កើតធ្វើ content បាទធ្វើ content ហ្នឹងមិនថាការធ្វើជាវីដេអូធ្វើជារូបភាពទេបងប្អូនត្រូវតែធ្វើឲ្យមានគុណភាពខ្ពស់ធ្វើឲ្យតាក់ទាញជាពិសេសការបើសិនជាបងប្អូនធ្វើវីដេអូគឺធ្វើឲ្យគេចាប់អារម្មណ៍ចង់មើលវីដេអូរបស់បងប្អូនតហើយបងប្អូនបន្តធ្វើយើងត្រូវធ្វើជាប្រចាំបាទមានថាធ្វើវីដេអូទៅលើផ្នែកមួយហ្នឹងធ្វើ content ទៅលើផ្នែកដែលបងប្អូនរើសហើយហ្នឹងធ្វើជាប្រចាំព្រោះมันអាចធ្វើមកវីដេអូពីរវីដេអូហើយបងប្អូនល្បីនោះទេអញ្ចឹងការធ្វើជាប្រចាំជា consistency គឺជាអ្វីដែលត្រូវការបំធំបំផុតដើម្បីឲ្យបងប្អូនអាចល្បីទៅលើផ្នែកដែលបងប្អូនរើសបានចឹងអ្វីដែលខ្ញុំចែកម្លែកបងប្អូនគឺមានខ្លីៗប៉ុណ្្នឹងទេបងប្អូនចឹងបើសិនជាទាស់ខុសឬក៏មានអ្វីបងប្អូនចង់បន្ថែមទៀតគឺបងប្អូនអាចធ្វើការ comment តាក់ទងជាមួយនឹង idea បងប្អូននៅខាងក្រោមវីដេអូមួយនេះបានព្រោះខ្ញុំក៏មិនមែនជាជនល្បីឯដែរអានេះគ្រាន់តែជាការចែករំលែកអ្វីដែលខ្ញុំបានដឹងនិងចេះតែប៉ុណ្ណោះអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានខ្លីៗប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់បងប្អូនដែលបានមើលវីដេអូមួយនេះហើយបងប្អូនដទៃទៀតដែលគាត់ចង់ល្បីគាត់អាចសាកយកគំនិតឬក៏ idea ទាំងអស់នេះសាកយកទៅអនុវត្តបានអញ្ចឹងអរគុណច្រើនបងប្អូនបាយបាយ